សួស្តីអូនៗនិស្សិតពេទ្យទាំងអស់គ្នាវិលត្រឡប់មកខ្ញុំម្ដងទៀតហើយខ្ញុំសាភ័ណ្ឌនឹងហើយវីដេអូមុនខ្ញុំបានធ្លាប់បកកែតាក់ទងជាមួយនឹងហេតុករទៅវៀតណាមហេតុករនៅសាលាក្រហមតាក់ទងជាមួយនឹងសំណួរអីផ្សេងហ្នឹងដែលខ្ញុំបានឆ្លើយតបទៅកាន់សិស្សប្អូនរបស់ខ្ញុំដែលគាត់ comment ហ្នឹងអញ្ចឹងក្នុងថ្ងៃហ្នឹងគឺខ្ញុំចង់មកប្រាប់អំពីវិធីនៃការរៀនពេទ្យធ្វើម៉េចដើម្បីឲ្យបកកែជាទូទៅហ្មងអ្នកនរគ្នាកាលពីខ្ញុំរៀនឆ្នាំមូលដ្ឋាននិងឆ្នាំទី1រៀនអត់បកកែទេហើយខ្ញុំឥឡូវក៏មិនរៀនបកកែដែរប៉ុន្តែវាអាចគ្រាន់បើជាងមុនបន្តិចដោយសារយើងដឹងពីរបៀបរៀនហើយមួយវិញទៀតណាគឺដោយសារខ្ញុំជាសិស្សម្នាក់ដែលអត់បានរៀនគួរទេព្រោះអីពេលដែលយើងចូលរៀនសាលាអ្នកខ្លះគេចូលរៀនគួរដែរអញ្ចឹងរៀនគួរបន្ថែមហ្នឹងវាអាចអស់ថ្លៃដែរវានិយាយទៅបើយើងសរុបទាំងមកសាលាផងបងនឹងផងបងរៀនភាសាផងវារៀងថ្លៃដែរអញ្ចឹងទៅខ្ញុំក៏សម្រេចចិត្តអត់បានរៀនវិញប៉ុន្តែខ្ញុំនឹងមកនិយាយអំពីវិធីនៅក្នុងការរៀនខ្លួនឯងមកអ្នកនរគ្នារៀនធ្វើម៉េចដើម្បីបកកែដូចគេដែរនិយាយទៅកាលពីឆ្នាំមូលដ្ឋានហើយនៅឆ្នាំទី1ខ្ញុំរៀនអត់បកកែសោះមិនអត់បកកែសោះថាយើងអាចរៀនបានបកកែដែរប៉ុន្តែវា slow មែនតើអ្នកខ្ញុំរៀនយឺតមែនតើដោយសារខ្ញុំអត់ដឹងពីរបៀបរៀនហើយការរៀនរបស់ខ្ញុំក៏ខុសដែរហើយអ្វីដែលខ្ញុំចង់ប្រាប់ទៅអ្នកនរគ្នាមិនថារៀនមុខវិជ្ជាអីក៏ដោយជាពិសេសគ្រប់សាលាទាំងអស់ឲ្យតែរៀនពេទ្យអ្នកនរគ្នាបើសិនជាអ្នកនរគ្នារៀនពី anatomy សរីរាង្គរបស់មនុស្សគឺអ្នកនរគ្នាទៅរៀនដោយផ្នែកមួយបើនិយាយពីសាច់ដុំអ្នកនរគ្នាទៅរៀនពីសាច់ដុំឲ្យចេះអស់សិនបើរៀនពីសរីរាង្គដូចជាសរសៃឈាមអ្នកនរគ្នារៀនពីសរសៃឈាមច្បាស់រៀនពីឆ្អឹងអ្នកនរគ្នារៀនពីឆ្អឹងកុំរៀនច្បល់ចូលគ្នាខ្ញុំធ្លាប់រៀនអ្នកនរគ្នារៀនពីច្បល់ចូលគ្នាមកសរីរាង្គមានសាច់ដុំមានអីចឹងខ្ញុំចេះមើលចុងក្រោយខ្ញុំចាំខ្លះអត់ខ្លះប៉ុន្តែខ្លះអត់ចាំហ្មងនិយាយមែនហើយមិនមែនយើងរៀនម្ដងចេះឯអ្នកគ្នាព្រោះពាក្យបច្ចេកទេសពេទ្យមិនមែនដូចជាពាក្យភាសាអង់គ្លេសឬភាសាបារាំងដែលយើងធ្លាប់រៀនទេពេលចឹងទៅអ្វីដែលធ្វើឲ្យយើងពិបាកគឺយើងច្រឡំគ្នាមួយទៀតគឺសរីរាង្គវាមានច្រើនក៏ពិតបើយើងមើលខាងក្រៅនៃសរីរាង្គរបស់យើងគាត់ថាតិចប៉ុន្តែនៅពេលដែលយើងរៀនលម្អិតមែនតើណាគឺច្រើនមែនតើអ្នកនរគ្នាសូម្បីតែជីលីកាទូចក៏គេមានឈ្មោះឲ្យដែរហើយឈ្មោះទាំងអស់នោះសិតតែឈ្មោះដែលយើងអត់ដែរឮហើយអ្វីដែលខ្ញុំចង់ផ្ដោតសំខាន់ដល់អ្នកនរគ្នាបើអ្នកទាំងអស់គ្នារៀន anatomy ហ្មងគេហៅថាកាយវិភាគវិទ្យាអ្នកនរ